ថ្ងៃនេះខ្ញុំមកបង្ហាញវីដេអូប្លង់ក្នុងការមើលប្លង់ក្រុងដបូលនៅពេលដែលយើងគូប្លង់បាតហើយគឺយើងត្រូវបង្កើតរូបរាងប្លង់ដបូលផ្ទះយើងទេវតានេះជាដបូលដែលយើងប្រក់ក្បឿង2តង់ខាងខ្ញុំបានគូរីរាល់អស់ហើយអញ្ចឹងដើម្បីយើងធ្វើដបូលឲ្យត្រូវតាមស្តង់ដារបច្ចេកទេសទី1គឺយើងត្រូវដឹងយ៉ាបដបូលដែលយើងចេញពីកែមតសនេះចេញពីកែមជាងទៅដល់ខាងក្រៅយើងទុកបណ្ណាដើម្បីឲ្យវាស៊ីគ្នាជាមួយម៉ូតផ្ទះយើងអញ្ចឹងតាមស្តង់ដារបច្ចេកទេសគឺយើងគិតពីកែមជាងទៅដល់កែមខាងក្រៅនៃសាច់ជ្រីគឺ7 ទឹកកន្លះនេះ7 ទឹកកន្លះហើយយើងក្រោមក្បឿងពីលើអញ្ចឹងដបូល2តង់ទៅពេលដែលយើងគូសបនរីរូបរាងដបូលជុំវិញអស់ហើយតើមកយើងត្រូវបង្កើតមុំ45 ដឺក្រេយើងត្រូវបញ្ចូលមុំ45 ដឺក្រេឲ្យចំកែងនៃដបូលគ្រប់ជ្រុងទាំងអស់ពេលវាខ្វែងគ្នានៅកន្លែងណាគឺជាចំណុចកពូលនៃមុំដែលយើងត្រូវប្រក់ក្បឿងអញ្ចឹងដបូលធំដែលយើងខ្វែងទៅមកគឺវាចំកន្លែងនេះដបូលតូចទៅពេលយើងគូមុំ45 ដឺក្រេមកគឺវាប៉ះកន្លែងនេះ2 ដងអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងដែលយើងត្រូវបដោះសសរជើងគប់2កន្លែងនេះដបូលធំយើងមិនបាច់ចាំបដោះជើងគប់នេះទេដោយសារសសរចំសសរផ្ទះអញ្ចឹងយើងដល់លើយើងចាក់ធ្នឹមលៀនមកចេញពីអាក់ទៅ5 ទឹកបានហើយអញ្ចឹងចេះដបូល2តង់សំខាន់គឺយើងបញ្ចូលមុំ45 ដឺក្រេខ្វែងគ្នាថាការប្រក់ក្បឿងចំពោះដំណេកដបូលក្បឿងគឺយើងមើលតាមទំហំផ្ទះដែរបើទំហំផ្ទះតូចយើងត្រូវប្រក់មុំ35 ដឺក្រេបើផ្ទះយើងធំ12 ម៉ែត្រយើងអាចយកមុំ45 ដឺក្រេបានទេសារវាខ្ពស់ពេកយើងអាចបន្ថយត្រឹម30 32បានអញ្ចឹងការប្រក់មុំដបូលស៊ីចូលលើប្លង់យើងមើលទៅសមឬមិនសមគឺយើងនេះ design ប្លង់គឺយើងត្រូវតែបែងចែកឲ្យច្បាស់អញ្ចឹងអានេះគឺជាក្រងដបូលនេះអញ្ចឹងទៅពេលដែលយើងគូប្លង់ដបូលហើយយើងត្រូវដឹងទីតាំងសសរជើងគប់នេះអានេះគឺជាទីតាំងសសរជើងគប់ខ្ញុំហាយឲ្យមើលនេះទីតាំងសសរក្រហមនោះគឺទីតាំងសសរជើងគប់នេះដែលយើងបានទីតាំងហ្នឹងចេញពីប្លង់ 2D ដែលយើងខ្វែងគ្នាសម្រាប់ចាក់ត្រូធ្នឹមត្រូដបូលនៅពីលើសសរហ្នឹងនេះសសរក្រហមធ្នឹមក្រហមហ្នឹងគឺជាធ្នឹមសម្រាប់ត្រូដបូល2តង់នេះធ្នឹមមេដបូលនេះប្រវែងប៉ុណ្ណាគឺស៊ីសូលលើប្លង់ដែលយើងខ្វែងគ្នាហើយសពប៉ុណ្ណាគឺយើងគូប៉ុណ្ណឹងអញ្ចឹងដល់ពេលដែលយើងមើលប្លង់ដបូលហើយគូប្លង់ដបូលត្រឹមត្រូវ 100% ប្លង់យើងមានຂະຫນាតម៉ែត្រច្បាស់សាងសង់គឺមិនអាចខុសបានទេសាងសង់យើងមានຂະຫນាតម៉ែត្រវាទាំងអស់កម្ពស់សសរប៉ុណ្ណាកម្ពស់ធ្នឹមប៉ុណ្ណាគឺមាននៅលើប្លង់ទាំងអស់អញ្ចឹងយើងខ្ញុំមកវិញមុំដបូល45 ដឺក្រេតើសសរជើងគោកយើងចាក់មិនកម្ពស់អីប៉ុណ្ណាអញ្ចឹងវាទី1គឺវាអាស្រ័យទៅលើយើងបញ្ចូលវាមុំត្រេតវាគឺ45 ដឺក្រេអញ្ចឹងយើងបញ្ចូលទៅវាខ្វែងគ្នានៅកន្លែងណាគឺកម្ពស់សសរជើងគោកនៅកន្លែងហ្នឹងអញ្ចឹងយើងមើលពីមុខទៅនេះអញ្ចឹងយើងដឹងកម្ពស់ប្រក់ក្បឿងគឺប៉ុណ្នេះតាមຂະຫນាតម៉ែត្រដែលយើងបានចាប់ហ្នឹងណាអញ្ចឹងដល់ពេលដែលយើងចាក់សសរជើងគោកនេះយើងចាក់នេះកម្ពស់សសរនេះតើយើងចាក់យើងដកវាមិនអញ្ចឹងដើម្បីយើងដកសសរជើងគោកបានទី1យើងទៅមើលនេះអញ្ចឹងទី1គឺយើងត្រូវ
នេះអានេះគឺឡាញក្បឿងនេះអានេះគឺឡាញក្បឿងអានេះឡាញព្រំឯងព្រំក្បឿងអញ្ចឹងយើងត្រូវoffset 3ហ៊ុនដើម្បីជាកម្រាស់របស់ក្បឿងបន្ទាប់មក25គឺកម្រាស់ដែរឯងបន្ទាប់ពីក្រោមដែរឯងគឺផ្ទងយើង80អញ្ចឹងយើង offset មកនេះអញ្ចឹងដើម្បីចាក់សសរជើងគោកនេះយើងត្រូវយកនេះកម្ពស់ផ្ទះកម្ពស់ក្បឿងសរុបដក235ចេញគឺស្មើនឹងក្នុងភ្នំអញ្ចឹងយកឧទាហរណ៍កម្ពស់ដំបូលផ្លាក់ក្បឿងប៉ុណ្នេះអញ្ចឹងយើងត្រូវដកនេះយក2346ដក235ចេញគឺយើងឃើញនេះគឺយើងឃើញខ្នងក្នុងនេះអញ្ចឹងបច្ចេកទេសក្នុងការរកទីតាំងសសរជើងគោកហើយនឹងដកក្រងដំបូលចេញដើម្បីចាក់សសរជើងគោកចាក់ក្នុងបានគឺមុំ35ដឺក្រេគឺយើងដកប៉ុណ្ណឹងតែបើខុសពីមុំ35គឺយើងដកតាមយើងប្រយោលបន្ថែមទៀតអញ្ចឹងវីដេអូការងារមើលប្លង់ដំបូលហើយនឹងបច្ចេកទេសចាក់ជើងគោកដំបូលគឺមានតែប៉ុណ្្នឹងទេសូមអរគុណ